សុស្ដីបងប្អូនអ្នកគ្នានៅពេលដែលយើងនិយាយដល់រឿង trading ឬក៏ការជួញដូរឧបករណ៍នេសាទគឺតែងតែមានមតិចម្រុងចម្រាស់ជាច្រើនឬក៏មតិវែកញែកជាច្រើននឹងចោទសួរយ៉ាងខ្លាំងថា trading គឺជាអាជីវកម្មឬក៏ជាល្បែងស៊ីសងមនុស្សភាគច្រើនមើលឃើញការ trading ឬក៏ការជួញដូរនិងល្បែងមានភាពស្រដៀងគ្នាព្រោះវាជាវិស័យចរន្តលុយកាក់សុទ្ធសាធគ្មានផលិតផលគ្មានរូបមន្តសម្រាប់ផ្គត់ផ្គង់មនុស្សដូចទៅនឹងអាជីវកម្មទូទៅនោះទេខ្ញុំនឹងលើកឧទាហរណ៍មួយឲ្យបងប្អូនអ្នកគ្នាងាយក្នុងការយល់ជាមួយនឹង business ឬក៏ការ trading ប្រសិនបើជាអាជីវកម្មធម្មតាឧបមាថាបងប្អូនអ្នកគ្នាបើកហាងលក់នំប៉័ងមួយអញ្ចឹងបងប្អូនអ្នកគ្នាជាអ្នកបង្កើតផលិតផលបង្កើតការងារនិងបង្កើតតម្លៃបន្ថែមជូនអតិថិជននិងមនុស្សដោយផ្ទាល់ប៉ុន្តែសម្រាប់ការជួញដូរនៅក្នុងទីផ្សារហិរញ្ញវត្ថុគឺជាការប្រកួតប្រជែងគ្នាដោយប្រយោលដោយដើមទុននិងបែងចែកផលចំណេញរវាងអ្នកចូលរួមនៅក្នុងទីផ្សារហើយចំណុចនេះហើយធ្វើឲ្យការយល់ឃើញរបស់មនុស្សបែងចែកជាពីរដាច់ស្រឡះទោះបីយ៉ាងណាក៏ដោយការជជែកវែកញែកថាអ្វីគឺជាអ្វីវាមិនសំខាន់ទេចំណុចសំខាន់បំផុតមួយគឺចំណេះដឹងភាពអត់ធ្មត់ risk management ការគ្រប់គ្រងហានិភ័យនៃ balance នៃ capital នៃលុយកាក់របស់បងប្អូនអ្នកគ្នាពិតជាសំខាន់ទើបជាគន្លឹះនៅក្នុងការជួញដូរពិតប្រាកដប្រសិនបើយើងចូលមកក្នុងវិស័យនេះដោយគ្មានចំណេះដឹងដោយគ្មានការគ្រប់គ្រងហានិភ័យច្បាស់លាស់នោះមិនថាវិស័យណាទេវានឹងក្លាយជាល្បែងចាក់ភ្នាល់សំណាងទាំងអស់អុយទៅវិញប្រសិនបើយើងមានការសិក្សាច្បាស់លាស់និងស៊ីជម្រៅហើយយើងអាចកំណត់ព្រំដែនរបស់ខ្លួនឯងបាននោះយើងនឹងអាចក្លាយជាអ្នកជួញដូរមួយដ៏ជោគជ័យដ៏មានន័យបំផុតពីព្រោះការជួញដូរទាំងអស់សុទ្ធតែមានហានិភ័យអញ្ចឹងសូមបងប្អូនអ្នកគ្នាសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅសិនមុននឹងចាប់ផ្ដើមវិនិយោគមិនថាវិស័យ crypto forex business ឬក៏អាជីវកម្មផ្សេងៗទេសុទ្ធតែត្រូវការយល់ដឹងឲ្យបានស៊ីជម្រៅមុននឹងចាប់ផ្ដើមបើកអាជីវកម្មអ្នកនរគ្នាធ្វើអ្វីក៏ដោយក៏ត្រូវការចំណេះដឹងក៏ត្រូវការយល់ដឹងអំពីខ្លួនឯងចេះគ្រប់គ្រងស្មារតីខ្លួនឯងនោះហើយទើបជាគន្លឹះនៃភាពជោគជ័យពិតប្រាកដជូនពរឲ្យបងប្អូនអ្នកគ្នាជោគជ័យគ្រប់វិស័យ